អ្នកគ្រូមានវីដេអូខ្លីទាក់ទងជាមួយនឹងរបៀបមើលថាតើអាណគុំសន្និដ្ឋានរបស់យើងនឹងតើបន្ទាត់មួយណាដែលដើរតួជាអាស៊ីមតូតឆោបន្ទាត់មួយណាដែលដើរតួជាអាស៊ីមតូតដេតអញ្ចឹងនៅក្នុងអាណគុំសន្និដ្ឋានរបស់យើងអ្នកគ្រូសំដៅទៅលើអាណគុំសន្និដ្ឋានដែលមានដូចក្រេទី1ខាងលើដូចក្រេទី1ខាងក្រោមអញ្ចឹងខាងភាគយកក៏ដូចក្រេទី1ខាងភាគបែងក៏ដូចក្រេទី1អញ្ចឹងចំពោះអាណគុំសន្និដ្ឋានបែបហ្នឹងយើងនៅពេលដែលយើងធ្វើលំហាត់តាក់ទងមួយគួយ CM យើងមិនចាំបាច់ទៅគណនាអីវែងឆ្ងាយទេសម្រាប់អាស៊ីមតូតឆោគឺនៅខាងភាគបែងណាអញ្ចឹងនៅខាងភាគបែងហ្នឹងយើងមើលទៅលើខាងភាគបែងរបស់យើងឲ្យភាគបែងរបស់យើងហ្នឹងស្មើ0ហើយទីរក x មកអញ្ចឹងអាស៊ីមតូតឆោរបស់យើងគឺស្មើនឹងប៉ុណ្ណឹងណាអាហ្នឹងសម្រាប់អាស៊ីមតូតឆោដោយអានេះចេះគឺ x របស់យើងដកជាមួយនឹង5អញ្ចឹងនៅពេលដែលយើងរកអាស៊ីមតូតឆោ x របស់យើងដក5ហ្នឹងស្មើ0អញ្ចឹងនាំឲ្យ x របស់យើងស្មើនឹង5អញ្ចឹងពេលហ្នឹងគឺបន្ទាត់អាស៊ីមតូតឆោរបស់យើងគឺ x ស្មើ5ហ្នឹងហើយចំណែកអាស៊ីមតូតដូចរឹតតែងាយស្រួលរកទៀតគឺយើងគ្រាន់តែយកមេគុណនៅខាងមុខ x ខាងភាគយកជាមួយនឹងមេគុណនៅខាងមុខ x ខាងភាគបែងយកពីរហ្នឹងចែកគ្នាមកចេញអាស៊ីមតូតដេកអញ្ចឹងអាស៊ីមតូតដេករបស់យើងគឺ y មានន័យថា នេះ x ហ្នឹងគឺ y ហ្នឹងអញ្ចឹងអាស៊ីមតូតឆោ x ស្មើ5អាស៊ីមតូតដេករបស់យើងគឺ i នេះ x ហ្នឹងស្មើជាមួយនឹង2ចែកនឹងមេគុណក្រោម1ស្មើ2អូខេអរគុណច្រើនខ្លីៗ